Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ប៉ាអំវីនៅពេលនេះគឺយើងមុំបន្តពីទី144នៃរឿងគុជអមតៈធានីបន្តសាច់រឿងចាប់ផ្ដើមវ៉ាងលីនធ្វើដំណើរមកដល់ពិភពយន្តសៀងងឿនឆ្ងល់ក្នុងចិត្តហេតុអ្វីបានជាផ្សេងអាប់ក្រាស់ជាងនៅពេលមុនទៀតអញ្ចឹងដែលភ្លាមរោមរបស់សាវ៉ាងជើងមូលស័យហៅមកបុកជាមួយនឹងក្បួនស្នេហ៍ផ្លាដើររបស់វ៉ាងលីននឹងបានប្រមូលយកដើរទាំងអស់ចូលទៅខាងក្រោមទៅវ៉ាលីនគិតថាមានអ្វីមួយដែលខុសប្រក្រតីហើយផ្លាទីមកនិយាយប្រាប់សាស៊ីលីងនីតិកន្លែងនេះគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើឯងគឺមិនចង់ជាប់ជាមួយនឹងរទេះសេះទិដ្ឋភាពដូច្នេះគួរណាតែចូលនៅក្នុងថងផ្ទុករបស់ខ្ញុំវិញទៅដូច្នេះសាស៊ីលីងវាក៏ចូលនៅក្នុងថងផ្ទុករបស់វ៉ាងលីនទៅគិតក្នុងចិត្តបន្តបើតាមការចងចាំរបស់ព្រះបុរាណសត្វនាគវ៉ាងជឺគឺមាន3ទម្រង់ទី1គឺជាទីកន្លែងតំបន់សេរីវាគ្មានការប៉ះពាល់ឬមួយក៏ឈ្លានពានអ្វីទេហើយចំណែកឯតំបន់ទម្រង់ទី2វាគឺជាទីកន្លែងស្ថានភាពសកម្មដោយរោមរបស់វាទាំងអស់នឹងរួញជុំវិញរូបរាងកាយបង្កើតជាជារូបរាងដ៏ចម្លែកមួយចំណែកឯផ្នែកទី3វាគឺជាផ្នែកតំបន់នៃការវាផាដ៏សែនគ្រោះថ្នាក់បំផុតដោយរោមរបស់វាទាំងអស់នឹងបញ្ចេញសកម្មភាពតាមសម្រាប់សត្វដែលមានជីវិតដែលវាបានមើលឃើញហើយស្ថានភាពនៅពេលនេះគឺហាក់ដូចជាវាប្រកាសជាទម្រង់ទី3ជាអាជីវមិនខានហើយសម្រាប់ខ្លួនចៅក្រមសម្លឹងឃើញថារោមតូចៗរបស់វានៅពេលនេះគឺដុសវែងជាង 1000 feet ឯណោះសត្វនាគវ៉ាងជឺវាគឺមិនតង់ខ្ចាប់ពីដំណេករបស់វាពេញលេញឡើយទេដូច្នេះវានៅតែផ្លាស់ប្ដូរទៅជាទម្រង់ទី3បានដដែលតើអាចទៅរួចទេក្នុងរយៈពេលប្រមាណ100ឆ្នាំមកនេះប្រហែលជាមាននរណាគេម្នាក់បានមកដល់ទីកន្លែងនេះដែរហើយមើលទៅសម្រាប់ខ្លួនគឺឆ្វេងគិតស្ដាំយកផ្លែឈើអមតៈចេញមកនិងគិតថាបើតាមការចងចាំរបស់ព្រះបុរាណរោមសរសៃឈាមនៃសត្វនាគវ៉ាងជឺគឺមានច្រើនណាស់ហើយដើម្បីអាចសន្តាំសត្វនាគវ៉ាងជឺដែលមានមាឌធំឲ្យវាសន្លប់បានអញ្ចឹងឯងគេមានតែប្រើប្រាស់នៅផ្លែឈើអមតៈនៅលើគល់សរសៃរោមរបស់វាតែប៉ុណ្ណោះដោយឥទ្ធិពលផលប៉ះពាល់ពីផ្លែឈើអមតៈមានរយៈពេលកំណត់ដូច្នេះខ្ញុំគឺគួរណាស់តែធ្វើសកម្មភាពឲ្យបានឆាប់បំផុតម្ល៉េះវ៉ាលីនច្បាញ់ផ្លែឈើអមតៈនឹងយកខ្លឹមសារផ្លែឈើអមតៈដាក់ទៅលើរោមរបស់សត្វវ៉ាងជឺគ្រប់ទីកន្លែងពីពេញពិភពយន្តសៀទាំងមូលវ៉ាលីនគិតថានៅក្នុងចំណាំ 10% ខ្លួនគេផ្ទាល់ក៏បានដាក់នៅខ្លឹមសារផ្លែឈើអមតៈបាន 8% ទៅហើយម្យ៉ាងទៀតនៅពេលដែលវ៉ាងលីនចាប់ផ្ដើមដូរយកឆ្អឹងរបស់សត្វនាគវ៉ាងជឺគឺត្រូវតែដំណើរការត្រានៅលើខ្លឹមសាររបស់ផ្លែឈើអមតៈដើម្បីធ្វើឲ្យសត្វនាគវ៉ាងជឺមានអារម្មណ៍ថាស្ពឹកស្រពន់ប៉ុន្តែមុនពេលដែលចាប់ដូរយកឆ្អឹងរបស់សត្វនាគវ៉ាងជឺគឺមានរឿងមួយទៀតត្រូវតែបញ្ជាក់ឲ្យបានច្បាស់វ៉ាលីនសម្រាប់ខ្លួនទៅមុខពិនិត្យមើលបន្តតាក់ទងជាមួយនឹងចំៃថោពលទាំងអស់នេះគឺពិតជាមាននរណាគេម្នាក់បានមកដល់ទីកន្លែងនេះពិតមែនហើយគ្មានអ្វីដែលចម្លែកទេដែលសត្វនាគវ៉ាងជឺវាក៏បានភ្ជាប់ពីដំណេកខ្លះហើយក៏សម្លឹងពិនិត្យមើលគ្រោងឆ្អឹងដែលជាប់នៅជញ្ជាំងភ្នំទាំងអស់នេះអ្នកដែលបានធ្វើសកម្មភាពទាំងអស់នេះច្បាស់ណាស់មិនអានោះគេប្រកាសជាមិនដឹងថានេះគឺជាសត្វនាគវ៉ាងជឺទេបើមិនដូច្នោះគេគឺមិនហ៊ានធ្វើសកម្មភាពដែលគ្មានការប្រុងប្រយ័ត្នបែបនេះបានឡើយវ៉ាលីនក៏បំបែកនៅឆ្អឹងទាំងអស់នេះចេញស្មៃដឹកគិតភ្លាមទៅដល់តានឡាងតានឡាងគេពិតជាបានមកទីនេះដើម្បីតាមស្វែងរកខ្ញុំមែនទេហើយក៏ងឿនឆ្ងល់ហើយចោះមនុស្សចំណាស់ទាំងអស់គ្នានោះពួកគាត់មកទីនេះជាក្រុមដែរមែនទេឬមួយក៏តានឡាងគេមកទីនេះតែម្នាក់ឯងទៅប្រើប្រាស់តែមួយស្នៀតបំបែកគ្រោងឆ្អឹងទាំងអស់នេះខ្ទេញគិតក្នុងចិត្តថាខ្ញុំក៏បានបាត់បង់ស្នៀតផ្លាដើរតាម7ទៅហើយទោះយ៉ាងណាក៏ដោយថ្មទាំងអស់នេះក៏មិនអាចមើលលំលងបានដែរវ៉ាលីនក៏ចាប់ដូរយកផ្ទាំងថ្មមករសាតកូនសត្វនាគវ៉ាងជឺមួយក្បាលវាក៏បានលុបមកដើម្បីខំវ៉ាងលីនប្រើប្រាស់កម្លាំងធ្វើវាកាំងស្កប់នៅបានជ្រៃផ្ទាំងថ្មផ្លាទីចាក់ចេញពីទីកន្លែងនេះទៅកូនសត្វនាគវ៉ាងជឺនេះវាគឺស្ថិតនៅក្នុងទម្រង់ទី3រួចទៅហើយប្រសិនបើវាមានច្រើនត្រូវបានបង្កើតជារូបរាងដូច្នេះខ្ញុំគឺមិនអាចបណ្ដោះចំណុចនេះបានទេស្មែនឹងគិតទៅដល់ការចងចាំរបស់ព្រះបុរាណម្ដងទៀតនៅក្នុងខ្លួនរបស់សត្វនាគវ៉ាងជឺគឺមានសារជាតិពុលដ៏សាហាវមួយគឺត្រូវបានហៅថាយឺហွာហើយគឺមានតែឈាមរបស់ព្រះបុរាណតែប៉ុណ្ណោះទើបអាចបំបីវាបានពេលដែលមានការគម្រាមកំហែងមួយកាត់ឡើងទៅលើក្របថ្នាំយឺហွာវានឹងធ្វើឲ្យសត្វនាគវ៉ាងជឺគឺកាន់តែខឹងជាខ្លាំងនៅពេលដែលសត្វនាគវ៉ាងជឺវាគឺត្រូវបានងាប់ទៅដោយស្នូក្របថ្នាំយឺហွာវានឹងបំផ្ទុះបំបីខ្លួនឯងរសសត្វដែលមានជីវិតទាំងអស់នឹងត្រូវបានបំផ្លាញដែរលើកលែងតែតកោព្រះបុរាណតែប៉ុណ្ណោះវ៉ាលីនគិតក្នុងចិត្តតែឡើងក៏បានប៉ះពាល់ទៅដល់ក្របថ្នាំយឺហွာប្រសិនបើមិនត្រូវបានសត្វនាគវ៉ាងជឺសម្លាប់ទេហើយពិតណាស់ប្រកាសជានឹងត្រូវបានវាលេបចូលជាជាមិនខានជប់ឆើគិតនៅមួយកន្លែងគ្រប់អ្វីទាំងអស់ដែលសត្វនាគវ៉ាងជឺលេបច្របាក់ទៅអ្វីគ្រប់យ៉ាងទាំងអស់ប្រកាសជានឹងត្រូវបានប្រមូលផ្ដុំទៅទីកន្លែងមួយនៅលើរូបរាងកាយរបស់វាដូច្នេះហើយក៏សម្រាប់ខ្លួនផ្លាស់ទីចេញមកក្រៅវិញរយៈពេល2-3ថ្ងៃបានកន្លងផុននៅពេលដែលក្រពះរបស់សត្វនាគវ៉ាងជឺវាកិនរួចហើយប្រកាសណាស់នឹងត្រូវបានបញ្ចេញកាក់សំណល់ចេញមកខាងក្រៅប៉ុន្តែផ្ទុយទៅវិញវាក៏ត្រូវបានស្រូបយកទៅវិញដែលស្ថិតនៅទីកន្លែងនេះហើយក៏បានបំផ្លាញប្រែខាជាសារជាតិចិញ្ចឹមត្រឡប់ទៅកាន់រូបរាងកាយរបស់វាវិញស៊ីលីកូននៅក្នុងដៅវាមានអារម្មណ៍ថាខ្ពើមខ្លាំងណាស់តើនៅទីកន្លែងនេះវាគឺជាទីកន្លែងរំដៅកាក់សំណល់មែនទេសម្លេងរបស់តានឡាងស្រែកនៅខាងក្រោមនិយាយថាអ្នកវឹកហាត់ណានៅខាងក្រៅមែនទេអញ្ចឹងនិយាយទាំងសប្បាយចិត្តមិនដឹងថានោះគឺជាវ៉ាងលីន
របស់យើងទេអ្នកវឹកហាត់ជួយខ្ញុំផងប្រសិនបើអាចជួយខ្ញុំចាក់ចេញពីទីកន្លែងនេះបានខ្ញុំនឹងប្រកួតទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំពាក់កណ្ដាលទៅឲ្យអ្នកកលហានប្រើប្រាស់វ៉ាលីនគិតក្នុងចិត្តបន្តតាឡាងគេក៏ត្រូវបានជាប់ឃុំឃាំងនៅទីកន្លែងនេះគឺគ្មាននរណាគេម្នាក់មកជួយសង្គ្រោះទេហើយម្ចាស់ទៀតមើលទៅគឺមានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះដែលមកពីទឹកដីយុនស៊ីងដែលបានដេញតាមខ្ញុំមកដល់ទីកន្លែងនេះដោយរឿងទាំងអស់នេះគឺល្អខ្លាំងណាស់ហើយខ្ញុំគឺមិនច្បាច់បារម្ភថាមាននរណាគេម្នាក់មកតាមរកខ្ញុំនៅថ្ងៃអនាគតទៀតដែរអញ្ចឹងខ្ញុំគឺគួរណាស់តែចាប់ផ្ដើមដកយកឆ្អឹងរបស់សត្វនាគវ៉ាងយឺសម្រាប់ខ្លួនមកដល់ទីកន្លែងនេះសម្លឹងឃើញថាសាកស្នាមទាំងអស់នេះប្រកាសជាតានឡានជាអ្នកធ្វើហើយដូច្នេះក៏ជាអ្វីដែលខ្ញុំកំពុងតែត្រូវការដែរដោយការចាប់ដកយកឆ្អឹងរបស់សត្វនាគវ៉ាងយឺមានន័យថាវាគឺជាពេលវេលាដ៏សែនគ្រោះថ្នាក់របស់ខ្ញុំផងដែរម្ល៉េះវ៉ាងលីនក៏ចាប់ផ្ដើមដំណើរការក្បួនត្រានៅលើក្រុមសាររបស់ផ្លែឈើអមតៈបំបែកវាក្នុងពេលដំណើរគ្នាបង្កើតចេញជាក្បួនឱកាសសំណាងគឺមានតែមួយផ្លែតតែប៉ុណ្ណោះគឺមុនពេលដែលសត្វនាគវ៉ាងយឺភ្ញាក់ពីដំណេករបស់វាប្រសិនបើវាភ្ញាក់ពីដំណេកឱកាសសំណាងពិបាកនៅក្នុងការចាប់ទាញយកឆ្អឹងរបស់វាទៀតណាក្រុមសារផ្លែឈើអមតៈទាំងអស់គឺបានបំបែកចេញជាផ្សែងពណ៌ក្រហមសណ្ដំរំរបស់សត្វវ៉ាងយឺឲ្យដេកដួលសន្លប់ពីពេញពីភពយន្តសៀទាំងមូលឥឡូវនេះគឺដល់ពេលវេលាហើយប្រើប្រាស់ស្នៀតទឹកទលេឋានរកចេញមកបបុកជាមួយនឹងផ្នែកនៃក្រងឆ្អឹងរបស់សត្វនាគវ៉ាងយឺគិតក្នុងចិត្តបន្តមុនពេលដែលហែកនៅរបាំងអាណាចក្រទាំងពីរមកខ្ញុំក៏បានស្វែងយល់ពីវិជ្ជានេះដោយចៃដន្យដូច្នេះនៅពេលនេះខ្ញុំគឺអាចប្រើប្រាស់វិជ្ជានេះដើម្បីទាញយកអត្ថប្រយោជន៍ចាប់ទាញយកឆ្អឹងរបស់សត្វនាគវ៉ាងយឺប្រើប្រាស់កម្លាំងបន្ថែមដើម្បីចាប់ទាញយកឆ្អឹងរបស់សត្វនាគវ៉ាងយឺក៏ប៉ុន្តែឆ្អឹងនេះវាគឺមានទំហំធំពេកហើយដូច្នេះគឺមិនអាចយកវាមកដោយសារដាក់ទុកនៅក្នុងថង់ផ្ទុកបានទេអញ្ចឹងគឺមានតែចាប់ដកយកវាចេញមុនពេលដែលសត្វនាគវ៉ាងយឺភ្ញាក់ដឹងខ្លួនយកអាយ៉ងអមតៈបង្កើនកម្លាំងទៅជួយបន្ថែមនៅពេលដែលវ៉ាងលីនចាប់ដកយកឆ្អឹងរបស់សត្វនាគវ៉ាងយឺទាំងពីរកងធ្វើឲ្យសត្វនាគវ៉ាងយឺវាគឺភ្ញាក់ដឹងខ្លួនឡើងរោមរបស់វាទាំងអស់គឺកំពុងតែហោះដើម្បីចាប់ទាញយកឆ្អឹងរបស់វាត្រឡប់មកវិញវ៉ាងលីនគឺអញ្ចឹងបញ្ជាឲ្យអាយ៉ងអមតៈប្រើប្រាស់កម្លាំងទៅជួយបន្ថែមខ្លួនគេបន្តសម្រាប់ខ្លួនហោះឡើងលើយកទងក្បួននៃការបង្កើតចេញមកពួកអ្នកទាំងអស់គ្នាគឺបាននៅជាមួយនឹងខ្ញុំរយៈពេល900ឆ្នាំមកហើយអញ្ចឹងឯខ្ញុំគឺគ្មានជំរឿនអ្វីក្រៅពីពឹងផ្អែកទៅលើកម្លាំងអ្នករកគ្នាដើម្បីឲ្យខ្ញុំជៀសផុតពីគ្រោះថ្នាក់នៅពេលនេះតែប៉ុណ្ណោះបំបែកទងនៃការបង្កើតដំណើរការចេញជាក្បួនសមាវិជ្ជាទាំងអស់ក៏បានហោះទៅបំបុកជាមួយនឹងរោងរបស់សត្វវ៉ាងយឺតំបន់ផែនដីនៃពិភពយន្តស៊ីក៏បានពុះរហ័យផ្ទុះនឹងកម្លាំងថាពលហោះឡើងទៅលើសត្វនាគវ៉ាងយឺវាក៏បានបើកភ្នែកឡើងស៊ីលីកូននៅក្នុងដៅគឺប្រជាភ័យតក់ស្រត់ជាខ្លាំងលោកម្ចាស់ពួកយើងគឺកំពុងតែរំជួយមែនទេវ៉ាល់និយាយថាពិភពយន្តស៊ីទាំងមូលគឺកំពុងតែផ្ទុះរំកើមានន័យថាសត្វនាគវ៉ាងយឺកំពុងតែងើបក្បាលចេញមកហើយអញ្ចឹងក៏បញ្ញាសម្រាប់ខ្លួនហោះទៅបន្តសត្វនាគវ៉ាងយឺវាគឺហាមាត់ដើម្បីលើកច្បាក់ក្រុងចឹងរបស់វាត្រឡប់មកវិញវ៉ាលិនគិតថាខ្វះតែម៉ាន់តិចតែប៉ុណ្ណោះខ្ញុំគឺត្រូវតែរកវិធីសាស្ត្រដើម្បីបញ្ជាពេលនៅពេលដែលបានចាក់ចេញពីតំបន់ផ្សាយប្រព័ន្ធអាប់នេះហើយនឹងមានសុវត្ថិភាពនិងសម្លឹងឃើញថានៅក្នុងមាត់របស់សត្វនាគវ៉ាងយឺវាគឺជាផ្លែដើរទាំង7អញ្ចឹងក៏បានដំណើរការក្បួនត្រាដើរទាំង7បំផ្ទុះនៅក្នុងមាត់របស់សត្វនាគវ៉ាងយឺសត្វនាគវ៉ាងយឺត្រូវបានវ៉ាងលីនវាយតម្ដាក់ចុកក្តាមម៉ាន់តិចដូច្នេះគេក៏បានព្យាយាមចាប់ទាញយកឆ្អឹងសម្រាប់ខ្លួនទៅមុខបន្តហើយនឹងយកត្រីវិស័យផ្កាយចេញមកដាក់គ្រោងឆ្អឹងនិងជាហោះទៅមុខសត្វនាគវ៉ាងយឺកំពុងតែព្យាយាមដេញតាមពីក្រោយហើយក៏និយាយភាសាប្រាស់បុរាណផងដែរឯងគឺពិតជាប្រហើនលួចយកក្រុងឆ្អឹងរបស់ខ្ញុំផងស្រីមួយវ៉ាបញ្ចេញសភាពយ៉ាងខ្លាំងធ្វើវ៉ាងលីនមានអារម្មណ៍ថាឈឺក្បាលវើមកសម្លេងកម្លាំងសពាតដ៏ខ្លាំងក្លាបែបនេះគឺមានតែព្រះបុរាណផ្កាយ3ទេទើបមានសមត្ថភាពដ៏អស្ចារ្យគួរឲ្យខ្លាចបែបនេះហើយសូម្បីតែនៅក្នុងការចងចាំរបស់ព្រះបុរាណគឺមិនដែលបានកត់ត្រានិងនិយាយលើកឡើងថាសត្វនាគវ៉ាងយឺវាគឺចេះនិយាយភាសារបស់ព្រះបុរាណបានទេវ៉ាងលីននិយាយភាសាព្រះបុរាណត្រឡប់ទៅកាន់សត្វនាគវ៉ាងយឺវិញឯងដកថយទៅវិញទៅផ្ទុយពីការត្រឡប់ថយក្រោយប៉ុន្តែបែរជាខឹងកាន់តែខ្លាំងវាក៏ព្យាយាមរើសបារៈខ្លួនបំបីភពយន្តសៀទៅមូលនិងដេញតាមវ៉ាងលីនបន្តវ៉ាងលីនភ្ញាក់ផ្អើលសត្វនាគវ៉ាងយឺនៅពេលនេះវាក៏បានភ្ញាក់ដឹងខ្លួនយ៉ាងពេញលេញហើយកម្លាំងសម្រេចរបស់សត្វនាគវ៉ាងយឺបញ្ចេញនៅសរសៃរោមរបស់វាជាច្រើនដេញតាមប្រមាញ់វ៉ាងលីនចំណែកឯតាន់ឡាងក៏ត្រូវបានប្រឡែងខ្ទាតចេញទៅខាងក្រៅវិញផងដែរសោចទាំងសប្បាយចិត្តថាសួរគឺពិតជាមិនបោះបង់ចោលខ្ញុំមែននៅទីបំផុតខ្ញុំគឺអាចចាក់ចេញមកខាងក្រៅវិញបានហើយក៏កលេចឃើញថានៅចំពោះមុខនោះគឺជាវ៉ាងលីនដូច្នេះនោះគឺជាឯងហើយក៏បញ្ញាប់សម្រាប់ខ្លួនដេញតាមពីក្រោយនៅថ្ងៃនេះខ្ញុំនឹងកិនឯងឲ្យខ្លាចជាធូលីដីហើយនឹងខ្ចាក់ខ្ចាយលើសត្វទៅតាមខ្យល់វ៉ាលីនគិតក្នុងចិត្តអ្វីគ្រប់យ៉ាងគឺវាដល់ពេលវេលាហើយបញ្ជាអញ្ចឹងអមតៈគប់ជើងបំណែកឆ្អឹងរបស់សត្វនាគវ៉ាងយឺគប់ទៅកាន់តាន់ឡាងក្រុងចឹងសត្វនាគវ៉ាងយឺនេះខ្ញុំគឺសុំបកលទៅឲ្យលោកតាន់ឡាងបើកភ្នែកធំនិយាយទាំងខ្ជាប់ឯងគឺកំពុងតែគប់ភ្នំដ៏ធំមួយមកឲ្យខ្ញុំមែនទេខំព្យាយាមកិច្ចណាស់ដែរតែក៏ត្រូវបានបំណែកក្រុងចឹងរបស់សត្វនាគវ៉ាងយឺនឹងវាយគាត់តម្លាក់ចុះក្រោមខ្ពស់សម្រាប់ខ្លួនដេញតាមវ៉ាងលីនអាចចង្រៃយកវ៉ាងលីនអញ្ចឹងដំណក់ស្រែអមតៈពី3ដំណក់ផឹកហើយបង្កើន
កម្លាំងការតែខ្លាំងប្រើប្រាស់កម្លាំងឃុំឃាំងតាន់ឡាងចាប់តាំងពីលោកក៏បានចាក់ចេញមកហើយដូច្នេះគូណាតែប្រែខ្លាយជានុយដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់សត្វនាគវ៉ាងយឺចោះអ្វីដែលតាន់ឡាងភ្ជាប់អាម្ដងទៀតនោះគឺឃើញថាមាត់របស់សត្វនាគវ៉ាងយឺហាមុខយ៉ាងធំលើបច្បាក់ក្រុងចឹងរបស់វាចូលនៅក្នុងខ្លួនតែឡាងនេះជាខ្លាំងទោះបីជាខ្ញុំមនុស្សចំណាស់ត្រូវដុតបំផ្លាញនៅថ្មពលជីវិតរបស់ខ្ញុំដល់ទីបញ្ចប់ក៏ដោយខ្ញុំគឺពិតជាមិនចង់ត្រាប់ទៅកាន់ទីកន្លែងដ៏សែនកក្រិចដែលខ្ញុំបានជាប់ឃុំឃាំងកាលពីមុនទេអញ្ចឹងឯគាត់ក៏បានប្រើចង្ក្រានបុរាណគប់មាត់សត្វនាគវ៉ាងយឺខ្លួនកោះផ្ទាល់ក៏បានចេញមកក្រៅដោយសុវត្ថិភាពចង្ក្រានបុរាណក៏ត្រូវបានបំបែកខ្ទេញឯងគឺចង់សម្រាប់ខ្ញុំដែលជាមនុស្សចំណាស់មែនទេមើលទៅវាគ្មានឱកាសឡើយបញ្ចេញរបាំងអមតៈរបស់គាត់ចេញមកទប់ជាមួយនឹងរោងរបស់សត្វនាគវ៉ាងយឺវ៉ាងលីនគិតក្នុងចិត្តរបាំងទន្លេនិងភ្នំនេះវាគឺជាឧបករណ៍កូពីចម្លងតែប៉ុណ្ណោះក៏ប៉ុន្តែអំណាចថាពលរបស់វាបញ្ចេញមកគឺពិជាគួរភ្ជាប់អើកំហឹងរបស់សត្វនាគវ៉ាងយឺគឺកាន់តែខ្លាំងឡើងបញ្ចេញកម្លាំងសម្ពាធជន់សកាត់ទៅកាន់តាន់ឡាងហើយវ៉ាងលីនគិតក្នុងចិត្តថាបើតាមការចងចាំរបស់ព្រះបុរាណកម្លាំងមេគីតៅនិងឆន្ទៈរបស់វានោះគឺជាកំហឹងរបស់សត្វនាគវ៉ាងយឺគឺឲ្យបំលែងខ្លាយជាស្នៀមរាមដៃរបស់ព្រះបុរាណដោយគ្រាន់តែស្នៀតនេះមួយពឹងផ្អែកទៅលើកម្លាំងបច្ចុប្បន្នរបស់ខ្ញុំគឺពិបាកនៅក្នុងការទប់ទល់ជាមួយនឹងស្នៀតរាមដៃមួយនេះខ្លាំងណាស់តាន់ឡាងក៏និយាយទាំងភ្ជាប់អើតើនៅលើម្រាមដៃហ្នឹងវាគឺមានចំហាយថ្មពលតៅដោយរបៀបម៉េចទៅអាសត្វចង្រៃតើដើមកំណត់របស់ឯងវាគឺជាអ្វីឲ្យប្រកាសទៅស្នៀមម្រាមដៃរបស់សត្វនាគវ៉ាងយឺបំបែកនៅរបាំងកាំពីរបស់តាន់ឡាងខ្ទេញពីមួយទៅមួយហើយក៏ធ្វើតាន់ឡាងឡើងប៉ាំងខ្ទៀតទៅក្រោយអាសត្វចង្រៃយនេះកម្លាំងរបស់វាគឺពិតជាខ្លាំងពេកហើយស្នៀមម្រាមដៃរបស់សត្វនាគវ៉ាងយឺនៅតែបន្តវាយទៅបូរតែផ្លាទីចាក់ចេញទៅតែវ៉ាងលីនប្រើប្រាស់កម្លាំងឃុំខាំងតាន់ឡាងឲ្យកាំងស្គមហើយបានចឹករបាំងអមតៈរបស់តាន់ឡាងមកដល់សត្វទុកទៀតផងផ្លាទីទៅមុខបន្តតាន់ឡាងខឹងខ្លាំងណាស់អាវ៉ាងលីនចង្រៃយ៉ម្ល៉េះតាន់ឡាងគាត់ក៏បានបញ្ចេញនៅវត្ថុមួយនេះវាគឺជាមកុដរបស់អធិរាជនៅក្នុងការទទួលបាននៅមកុដអធិរាជនេះខ្ញុំក៏បានប្រមូលយកព្រលឹងអធិរាជ9999អធិរាជមកធ្វើការរួមផ្សំបញ្ចូលគ្នាហើយខ្ញុំគឺមិនជឿថាខ្ញុំមិនអាចបញ្ឈប់ស្នៀមរំដៃរបស់សត្វនាគចង្រៃយ៉នេះបានទេអញ្ចឹងក៏ប្រើប្រាស់ស្នៀមផ្លែដាវវាយកាប់ទៅទប់ទល់តែចំណាក៏ត្រូវបានស្នៀមរំដៃរបស់សត្វនាគវ៉ាងយឺវាយទម្លុះរឿងកាយខ្លួនក៏ផ្ទាល់ក៏ត្រូវបានវាយទម្លុះរឿងកាយដូចគ្នាផងដែរនឹងបានគិតទៅកាន់ពិភពដែលបានបោះបង់ចោលស្នៀមរំដៃរបស់សត្វនាគវ៉ាងយឺបន្តការវាយចង្អុលទៅកាន់វ៉ាងលីនប្រើប្រាស់ស្នៀមត្រានៃជីវិតមកទប់ទល់រារាំងតែក៏ត្រូវបានស្នៀមរំដៃរបស់សត្វនាគវ៉ាងយឺវាយបំបែកខ្ទេចដដែលហើយក៏បានប្រើប្រាស់អាចនទី2បញ្ចេញកម្លាំងថាមពលរុនតានទៅទប់ស្កាត់ប៉ុន្តែក៏ត្រូវបានរំដៃរបស់សត្វនាគវ៉ាងយឺបំបែកនៅរូបរាងកាយខ្ទេញកម្លាំងថាមពលស្ពាតចន់សកាត់ទៅកាន់វ៉ាងលីនកាន់តែខ្លាំងឡើងប្រៀបបានដូចជានៅសតតែក្រុងឆ្អឹងតែប៉ុណ្ណោះតែវ៉ាងលីនបានប្រើប្រាស់នូវថាមពលដៅរបស់លេនទីងហ៊ូវាយកាប់ចូលទៅទប់ទល់ជាមួយនឹងស្នៀមរំដៃតែក៏ត្រូវបានស្នៀមរំដៃវាយកំទេចនឹងធ្វើវ៉ាងលីនឡើងប៉ាំងនិងក្អួតឈាមចេញមកទៀតផងស៊ីលីកូគឺពិតជាជ្រួលច្រាខ្លាំងណាស់ចប់ហើយលោកម្ចាស់គឺមិនអាចទប់ទល់ជាមួយនឹងស្នៀមរំដៃនេះបានទេហើយក៏មិនអាចគេចខ្លួនទៅណាទៀតបានដែរវ៉ាងលីនគឺគ្មានកម្លាំងបើកភ្នែកសឹងតែមិនរួចតែចំណានៅតែព្យាយាមងប់ឆោដើម្បីអាចជៀសផុតពីគ្រោះថ្នាក់មួយនេះបាននៅសល់តែវិធីសាស្ត្រចុងក្រោយមួយនេះតែប៉ុណ្ណោះដោយធ្វើការប្រើប្រាស់នៅវិសញ្ញាទាំង3រួមបញ្ចូលក្នុងរាងកាយហើយនឹងធ្វើការខ្ចីកម្លាំងថាពលពីដួងភ្លើងវិជ្ជានិកនៅក្នុងសមុទ្រផ្លូវចិនប្រើប្រាស់កម្លាំងមកទប់ទ្រាំជាមួយនឹងស្នៀមរំដៃរបស់សត្វនាគវ៉ាងយឺម្ដងទៀតរាងកាយរបស់វ៉ាងលីនគឺស្ទើរតែប្រែបែកខ្ទេចអស់ហើយប៉ុន្តែនៅតែតស៊ូរហូតដល់ដំណាក់កាលចុងក្រោយបំផ្ទុះជាមួយនឹងម្រាមដៃរបស់សត្វនាគវ៉ាងយឺខ្ទេញរាងកាយរបស់វ៉ាងលីននៅពេលនេះប្រែក្លាយជាស្រមោលសខ្មៅចំណែកឯស្នៀមរំដៃរបស់សត្វនាគវ៉ាងយឺគឺត្រូវបានរលាយបាត់សាបសូន្យចំពោះវ៉ាងលីនគ្មានបញ្ហាអ្វីកើតឡើងទេហើយឈរជិះលើក្បាលរបស់សត្វនាគក្រៀងវ៉ាងលីនគិតថាវាជានៃការលះបង់រាងកាយនៅពេលដែលបានបំផ្ទុះទៅបន្តមកនឹងបង្កើតជាព្រលឹងវិញ្ញាណដើមកំណើតមិនតែប៉ុណ្ណោះវានឹងអាចបង្កើនល្បឿនរបស់ខ្ញុំគឺកាន់តែលឿនជាងនេះផងដែរចាប់បញ្ចុកនៅក្រុងឆ្អឹងបំណាច់របស់សត្វនាគវ៉ាងយឺផ្លាស់ទីទៅមុខយ៉ាងលឿនរយៈពេល1ខែបានកន្លងផុតទៅសត្វនាគវ៉ាងយឺនៅតែបន្តកាត់ដេញតាមវ៉ាងលីនពីក្រោយនៅទាំងអស់គ្នានៅលើពិភពមួយនេះភ្ជាប់អាចជាខ្លាំងសម្លឹងឃើញថាសត្វនាគវ៉ាងយឺវាគឺកំពុងតែដេញតាមនរណាគេម្នាក់ហើយវ៉ាងលីនគិតថារយៈពេល1ខែកន្លងផុតមកនេះធម្មពលជីវិតរបស់ខ្ញុំគឺកំពុងតែជិតនឹងអស់ហើយទោះយ៉ាងណាក៏ដោយដោយការស៊ូទ្រាំរបស់សត្វនាគវ៉ាងយឺគឺមិនអាចកាត់ថ្លៃបានអញ្ចឹងក៏ព្យាយាមសម្រាប់ខ្លួនទៅមុខបន្តនៅចំពោះមុខនេះវាគឺជាតំបន់ភូមិភាគខាងត្បូងនៃអាណាចក្រលូធានសត្វនាគវ៉ាងយឺវាគឺព្យាយាមដេញតាមចាប់វ៉ាងលីនឲ្យបានលឿនប៉ុន្តែវ៉ាងលីននៅតែបន្តហត់ទៅមុខកាន់តែលឿនជាងនេះវ៉ាងលីនចាប់អាចជាខ្លាំងសត្វនាគវ៉ាងយឺវាគឺលែងដេញតាមហើយវាប្រកាសជានឹងមានការស្ទាក់ស្ទើរមិនហ៊ានចាក់ចេញពីតំបន់ភូមិភាគខាងជើងនៃអាណាចក្រលូធានទេអំណាចថាពលរបស់សត្វនាគវ៉ាងយឺគឺពិតជាខ្លាំងធំធេងខ្លាំងណាស់ប៉ុន្តែវានៅតែខ្លាចមិនហ៊ានឆ្លងកាត់មកដល់តំបន់ភូមិភាគខាងត្បូងតើអាចទៅរួចដែរទេស្ថិតនៅតំបន់ភូមិភាគខាងត្បូងនេះមានអ្វី
ដែលគួរឲ្យខ្លាចជាងនេះបន្ថែមទៀតតែទោះយ៉ាងណានៅពេលនេះវ៉ាងលីនគឺមិនចង់គិតអ្វីច្រើនទេក្តាប់ដៃយ៉ាងណានឹងនិយាយគិតថាខ្ញុំនឹកស្មានមកដល់ឡើយកិច្ចការងារដែលធ្វើនៅពេលនេះវាពិតជាមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះខ្ញុំគួរតែរកទីកន្លែងសម្រាកនៅក្នុងការហ្វឹកហាត់បង្កើតនៅរឿងកាយបន្តមកច្បាញ់នៅក្នុងឆ្អឹងរបស់សត្វនាងវ៉ាងជើហើយនៅមកកាន់កម្រិតរបស់គុជអមតៈធានីឈានទៅដល់កម្រិតកំពូលសាច់រឿងរបស់យើងនៅភាគទី144ក៏ត្រូវបានកាត់ស្លេសតែប៉ុណ្្នឹងដែរហើយយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន